ស្រះហ្នឹងដាក់ក្នុងនៅក្នុងប្រទេសវិញបាទហើយអាស្រះស្រះចាស់នោះគឺចាក់ដីលុបតំបន់ទៅដើម្បីឲ្យដីចែកដីទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីនីតិហានរងទាំងអស់គ្នានោះដើម្បីឲ្យមានដីប្រើប្រាស់នឹងគេណាបាទអរគុណសូមបញ្ចប់តែប៉ុណ្នេះចប់ត្រឹមនឹងចុះហើយបន្តចូលរឿងមួយទៀតពាក់ព័ន្ធទៅនឹងការដាំកូនឈើដើម្បីបរិស្ថានបៃតងនិងចូលរួមអភិវឌ្ឍមូលដ្ឋានជនបទសហគមន៍នៅតំបន់ដាច់ស្រយាលពីម្សិលមិញសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាអន្តរជាតិសាខាភ្នំពេញដែលហៅកាត់ JCI ហ្នឹងបានសហការជាមួយនឹងហៅថាសង្ហបុរីរួមគ្នាដាំដើមឈើដើម្បីធ្វើឲ្យសហគមន៍មានការរីកចម្រើនក្នុងបំណងចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាតាមតំបន់ជនបទដែលមានការឲ្យមានការរីកចម្រើនជឿនលឿននិងមានអនាម័យសុខភាពប្រជាជននោះគឺថាភាគីទាំងពីរសភាយុវពាណិជ្ជករសាខាភ្នំពេញនិងសង្ហបុរីមានន័យសភារបស់ភ្នំពេញនិងសភារបស់សង្ហបុរីណាបានរួមគ្នាបំផុសស្មារតីសិស្សសានុសិស្សនិស្សិតផ្សេងសាលាបឋមសិក្សាដូនជ្រាំបាទស្ថិតនៅក្នុងឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាបឲ្យមានគំនិតចូលរួមការពារសម្អាតបរិស្ថាននិងដាំកូនឈើដើម្បីធ្វើឲ្យបរិវេណសាលាហ្នឹងគឺថាមានហៅថាពណ៌បៃតងស្អាតនិងមានផាសុកភាពបាទហើយជាមួយគ្នានេះដែរសភាពាណិជ្ជករក៏បានជួយសាងសង់ផ្ទះបាយមួយខ្នងដល់សាលាបឋមសិក្សាដូនជ្រាំនេះដើម្បីឲ្យកុមារមានកន្លែងបរិភោគស្អាតផងដែរអានឹងភាសាបច្ចេកទេសបារាំងឬក៏នៅសាលាធំទំនើបគេហៅកង់ទីនហ្នឹងយើងអញ្ចឹងយើងកង់ទីនហ្នឹងហើយកង់ទីនបាទលោកឈៀងសុភ័ក្រដែលជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញបានបញ្ជាក់ថាការជ្រើសរើសយកទីតាំងសាលាបឋមសិក្សាដូនជ្រាំសម្រាប់ដាំកូនឈើនិងសាងសង់ផ្ទះបាយនេះដោយមើលឃើញថាសាលារៀននៅតំបន់ជនបទមួយនេះគឺថាមានការខ្វះខាតច្រើនទាំងសកម្មភាពក្នុងបរិវេណសាលានិងខ្វះអនាម័យសម្រាប់កុមារដែលទៅសិក្សារៀនសូត្រហើយលោកបញ្ជាក់ថាក្រៅពីការជួយសាងសង់ផ្ទះបាយនិងដាំកូនឈើក្រុមការងារសភាយុវពាណិជ្ជករកម្ពុជាអន្តរជាតិសាខាភ្នំពេញនឹងបន្តខិតខំជួយសាលារៀននេះបន្តទៅទៀតណាដូចជាការផ្ដល់នៅសម្ភារៈសិក្សារៀនសូត្រដល់សិស្សានុសិស្សដែលខ្វះខាតជាដើមនេះជាការចូលរួមចំណែកក្នុងនោះតំណាងសាលាគឺលោកនាយកក៏បានបដិញ្ញាចិត្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងខាងសភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញនិងសាខាសង្ហបុរីធ្វើកិច្ចការងារដើម្បីអភិវឌ្ឍដល់កុមារផ្ដល់ការអប់រំឲ្យបានពេញលេញនិងមានប្រសិទ្ធភាពបាទទោះបីយ៉ាងណាក៏ដោយនឹងប្រឹងប្រែងរួមគ្នាទាំងអស់គ្នាបាទអរគុណច្រើនអរគុណឥឡូវយើងបន្ថែមមួយទៀតឲ្យខ្លីដាក់មួយទៀតខ្លីនៅក្នុងខេត្តឧត្តរមានជ័យបាទដដែលគឺនិយាយពីបញ្ហាគេហៅថាហេដ្ឋារចនាសម្ព័ន្ធវិញបាទការកសាងផ្លូវអីចឹងណាបាទក្នុងនោះគឺផ្លូវប្រហែលជា3ខ្សែត្រូវបានអាជ្ញាធរលោកបានរៀបចំជាការជួសជុលផ្លូវឡើងវិញបន្ទាប់ពីមានការរងគ្រោះដោយសារគ្រោះធម្មជាតិណាបាទជាពិសេសគឺទឹកជំនន់អញ្ចឹងទេគឺផ្លូវ3ខ្សែនេះគឺត្រូវបានភ្ជាប់ពីស្រុកមួយទៅស្រុកមួយជាពិសេសគឺស្រុកតាពាំងប្រាសាទតែម្ដងហើយលោកកេតសឿនជាមេឃុំអូស្វាយហ្នឹងជាបានបញ្ជាក់ថាផ្លូវក្រៅគ្រួក្រហមមានប្រវែងជាប្រមាណជា2690គីឡូម៉ែត្រ2690ម៉ែត្រហើយផ្លូវនេះគឺតភ្ជាប់ពីផ្លូវជាតិលេខ PR 173ពីទីរួមស្រុកតាពាំងប្រាសាទទៅខេត្តឧត្តរមានជ័យដោយឆ្លងកាត់ភូមិចំនួន3ទៀតដោយចំណាយថវិកាប្រហែលសរុបជា6លានរៀលណាបាទហើយនិយាយចំទៅគឺខ្សែទី1គឺប្រវែងប្រហែលជា1330ម៉ែត្រខ្សែទី2ប្រវែងជា820ម៉ែត្រនិងខ្សែទី3ប្រវែង840ម៉ែត្រដែលមានសារៈសំខាន់ណាស់ក្នុងការបម្រើឲ្យការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋជាពិសេសគឺការដឹកទំនិញកសិផលផ្សេងៗទៅកាន់ទីផ្សារហើយពលរដ្ឋចំនួន3ភូមិគឺភូមិទំនប់អូនិងភូមិគ្រោះនិងភូមិស្វាយជាពិសេសគឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលបង្កបង្កើនផលផ្សេងអញ្ចឹងទេខាងអាជ្ញាធរខេត្តលោកបានរៀបចំជាប្រព័ន្ធក្នុងការជួសជុលផ្លូវនេះឡើងវិញដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរជាពិសេសគឺបងប្អូនជឿយប់លុបអីផ្សេងអាចដឹកក្រុមគ្រួសារបានយ៉ាងឆាប់រហ័សដោយមិនមានការអាក់ខានដោយសារតែផ្លូវដាច់មួយចំនួននោះបាទអរគុណទូរទស្សនិកជនជាទីគោរពរាប់អានពេលនេះយើងខ្ញុំសូមអនុញ្ញាតសម្រាប់មួយផ្លែតសិនតែទៀតភ្ជាប់កាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តហើយដើម្បីទុកពេលឲ្យក្រុមការងារទំនាក់ទំនងគ្នាជាមួយនឹងភ្នាក់ងារតាមបណ្ដាខេត្តនោះខ្ញុំសូមជូនសារពីបងប្អូនប្រជាពលរដ្ឋមួយពីខាងលើផ្លូវ2.1នៅខាងជើងវត្តសន្សំកសលមិនកន្លែងហ្នឹងគឺនៅមុខ
ก็ให้ทาวสตทานลุทนำเป็ดมวยกันไหลmìnhประจันชัวđấy hay cả na dương lại pi vùng mù xà đầm cờ mà lừa mó cứ khơi nha khơi mong chân dương khơi mưa từ một tròn tới dương khơi bọc cua phượng muối đại miền xài phượng bọc bẹt bọc pun dạng ngôn đại bọc cua phượng nó việt tu mà rộp lời hay tam ca lực lại bỏ mà chặt tiệp vì một nông tam bạch chi bò rót nơi các bài nâng cứ tha bọc cua phượng đang ảnh những bạn hơi cái ban bắt đầu đầm nâng tới ở nhà thô đây là hơi xem tí là nhà thô than chơi than trôi hậu hái vì vừa nó viên mền gì châm liên mà có đó nè anh nó cứ tha chia đầm nâng cứ bắt đầu tới thang đài từ tu bần túc rương bậc cua lương ở đây xe giờ giảm mạnh tới bờ sân chỉ còn là tu bần túc đó chẳng ai chặt một tray từ mưa cái lại nâng nơi tôi một lời lại màu pi rồng vùng mũ xa đầm cây nâng mà sân chuyện bạn tới là sai lương đồng on nó về miền Pành Hà tẩm mong bạn chẳng việc bạn chẳng là Pành Hà chọn mùi bên đấyประมาณngày muốn bom ôm chỉ rót lúc ban lực làng đại thà nơi không khai cặp bột đại cái hai thà bẹt phượng cái này cái lô phượngยึดเอาสิการดูยึดทางอัดเมียนกรบกรบไอ้นึงนั่งปิ้งซาเทียนมองตาปัดไปเอาไปยึดสายเพลิงไม่ตามเดี๋ยวสายนั้นมันตั้งท่าเลยมันตั้งท่าเลยอันยาโถหรือกรมเตะสิ่งนี้ลูกริบจอมเลยหายดิแต่เสนอยืนต่างนานต่อที่ตาลูกเมียนบานหายถามชื่อชายมุกบอลจะรถดอกบานเลยอัดเปอร์เซ็นต์จะเคยเมียนนี่เจ๊ยืนสายต่อที่ไปเป็นลึกหน่อยอันยาโถแปะเนี่ยแปะปอนบ้างคนอะไรยังจวบตุลสับจากการพนักงานรีการปนเมียนตามบรรดาใครเว้นคือลูกวิลแลมในประจำการในใครกระปงจามจูนtừลูกบัตรามผสมจริงบ่สมบูรณ์สุดท้ายจุดเริ่มสู้ลูกวิลแลมลูกบัตรามสมบูรณ์สุขาบานบาทตึกนี่เมียนโปนเมียนอะไรบ้างตอนไปยมเมียนผมเป็นมวยในปีกิจนในตรงทั้งไว้ก่อนตัวว่าหรือทางตะวันเยอะคือตำลายตัดvà nó bài tức và sùng chơi những món ai lấy cái tông đặt sự thọ chung chỉ còn nắng khan trong cuộc toàn thừa áo ai bánh hàn đầu tắt chỉ muốn hạ tầm phần lắng hộp toàn bán ít ao chuyện chỉ chọn pra đại bản và là mong lái giờ đi prom pi bánh hà đồng lái tức ở phượng nhà mấy bà sùng chơi bây giờ còn nắng còn bàn mồm đi tàu qua nó phải ra khan của một bốn nó cứ quạt chung tha vì lại không khai tới nắng từ cònตัดนั่นคือเธอโยคงไปพุ่งสำไรแต่ปีพอเดียวดีแต่เราพุ่งสำนักการเฮ้ยไปที่ทางสักการอภิสิทธิ์นั่นตัดนั่นกว่าโยสำไรตัดเราปีก่อนปรามปีลูกวิลแลมแจกตัวตัวนึงแจกตัวตัวนึงปัญหานี้ได้ลูกวิลแลมสมกันตัวลูกวิลแลมมาไปประชุมน้องจักรที่กับเราเปล่าป่าไอ้ปัญหาเกี่ยนั่นคือปัญหาเพลิงซึ่งดีกว่าบ้านเกี่ยจากอีกกว่าฟื้นเลยไปตรงที่จีบรอดแต่เราปีกดฟื้นกดหยุดโมกาซิแต่ตราเฮ้ยกดปันกระซู้กดพาเลยนั่งจีบเลยกระซู้เลยไปตรงไปยังกดตัวว่าสมเอาทานสมบูรณ์นั่งฟื้นเลยไปตรงไอ้ตัวไอ้เชฟที่ไปทำดงตักนั่นคือการประกวดคือเด็กน้องฟองเบ้คือเรียนการประกวดคือต้องเลยฟื้นเอาห้าสัมปันดงแต่น้องอะไรนั่นคืออัดเมียนดงมีบางทีไอ้เอากดเปิดเตะบางทางกระผมนั้นกดอีกเดิมมุ้ยไอ้กดบักโบมหนักสุดเต้นให้ใจใจนั่นเอาจีตัวเปิดนั่นคือขนมหมายถึงคือโยดมไหลตอนเราปีปอนปรามไหมเนาะบ้านลูกวิไลมาแกะตึ้งแต่นั่งปัญหาได้ประชุมรถลูกบ้านเลือกล่างโดยเฉพาะโมกเนี่ยโครงการประชุมหรือกต่อว่าเอฟซีมาจำนวนนั้นแปะปอนแต่นั่งปัญหาตึกได้กระลองมาอย่างทั่วบ้านซอนทานซอนยาทานประมาณ10 ปีปอนเรียลบนตอนถือหายเราไปถือหายนั่นคือมากุ๊บประมาณ10 ปีปอนปรามโดยเรียลแต่ข้างอย่างทั่วลูกบ้านชลายมาอย่างไม่บ่มพลื้มมาข้างยังบ้านข้างประมาณกระพลการดูการสู้การดูนั่นคือโลตึกที่น้ำนั้นบางบอกเลยทาข้างประมาณกระพลนั้นปัจจัยประชุมปรับไปเกี่ยวกับรถชาวัดโยกของหมายถึงปีก่อนเรียนนั้นก็อะไรประชุมอะไรจีบหยาบดีไอ้ตอนไหนก่อนโยปีก่อนปรับนี่คือก่อนโยจะตามแบบไล่ตีซาโอ้ตามตีซาไอ้ป่าไปเซลตี้คือเลือดหนังตักนั้นคือกระพลแต่มวยไอ้บริษัทไปเกี่ยวกับรถมามันเป็นก่อนตักเลยในต่อปรับทางพวกนี้ทางกระพุ้งคือปัจเจ้าต่างออกอย่างปัจจัยเลยบ้านลูกวิลแลมเลยของนู้นเพลิงมุ้ยกิโลประมาณปอนเรียลได้บ้านลูกวิลแลม
ភ្លើងមួយគីឡូ1600រៀល 1600រៀលបាទបាទហើយអញ្ចឹងបងប្អូនជាពលរដ្ឋលោកបានឆ្លើយតបយ៉ាងម៉េចដែរព្រោះទៅពេលដែលខាងមន្ត្រីជំនាញខាងនោះគេឆ្លើយតបថាមិនដែលបានប្រជុំឬក៏បានជម្រាបប្រាប់បងប្អូនជាពលរដ្ឋថាយក2000រៀលនោះបាទខាងជាពលរដ្ឋហ្នឹងគាត់បាននិយាយថាប្រជុំគឺពិតជានិយាយចឹងមែនថាយកតម្លៃទឹកក្នុងប្រមាណពូកហ្នឹង2000រៀលមិនអត់បានលើទេបន្ទាប់ពីឥឡូវគាត់ក៏ដល់2500ហើយជាចំណុចដែលគាត់ចង់តវ៉ាបាទសូមឲ្យទម្លាក់ទឹកមក2000តែដូចក្នុងស្មារតីប្រជុំក្នុងចាក់ពីកន្លងមកបាទអរគុណលោកវិលែមសូមជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទឥឡូវនេះយើងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានបន្តទៅទៀតដើម្បីផ្ដល់ជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែទស្សនាហើយយើងទៅកាន់ខេត្តកោះចេះដែលមានលោករដ្ឋនៅទីនោះបាទជំរាបសួរលោករដ្ឋសួរលោកស្ថាននិងលោកបត្រាបាទជំរាបសួរហើយមានអ្វីរាយការណ៍ពីកោះចេះមកលោកបាទនេះខ្ញុំបានមានសេចក្តីរាយការណ៍ស្តីពីរថយន្តសាំងយ៉ុងឆក់ជីវិតពុកម្ដាយនិងកូនស្រីម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូនៅស្រុកស្នួលបាទអូបាទសូមអញ្ជើញបាត់មើលហេតុការណ៍នឹងវាយ៉ាងម៉េចទៅវិញជនរងគ្រោះចំនួន3នាក់ឪពុកម្ដាយនិងកូនស្រីម្នាក់បានស្លាប់ភ្លាមៗយ៉ាងរលករលែងនៅនឹងកន្លែងកើតហេតុក្រោយពីជនរងគ្រោះទាំង3នាក់នេះបានជិះម៉ូតូបត់ត្រឡប់ក្រោយក៏ត្រូវរថយន្តសាំងយ៉ុងដឹកចំនួនរិចបុកពីមុខពេញចំហឹងឆ្លងខ្ទាតស្លាប់ទាំង3នាក់គួរឲ្យរន្ធត់បាទលោកបាទចរាចរណ៍ស្រុកស្នួលបានដឹងថាជនរងគ្រោះទាំង3នាក់ជាឪពុកម្ដាយនិងកូនស្រីត្រូវបានគេស្គាល់អត្តសញ្ញាណថាបុរសជាឪពុកឈ្មោះពៅឆុនអាយុ40ឆ្នាំនិងស្រីជាម្ដាយឈ្មោះយ៉ាន់មុំអាយុ